ខ្ញុំចង់ប្រឡងជាប់ប៉ុន្តែខ្ជិលរៀនសួរថាខុសអីស្ដយអត់ខុសទេកាលលោកគ្រូនៅរៀនដូចស្ដោះគ្នាក៏លោកគ្រូខ្ជិលរៀនដូចតែគ្នាដែរប៉ុន្តែចិត្តចង់ប្រឡងជាប់មិនត្រឹមតែជាប់ធម្មតាទេចង់បានបន្ទុកខ្ពស់ជាងគេទៀតបាទប៉ុន្តែអត់សូវចូលចិត្តរៀនបានទេព្រោះការរៀនភាសាកូរ៉េអត់ងាយស្រួលដូចយើងគ្រាន់តែ scroll មើលនៅក្នុង Facebook ក្រាស់របស់យើងទេអញ្ចឹងបើសិនជាសិស្សទាំងគ្នាចង់ប្រឡងជាប់គួរតែឆ្លៀតពេលរៀនខ្លះផងបាទសិស្សទាំងគ្នាតន់ដើមវគ្គលោកគ្រូពិតជាចង់ណែនាំសភៅវិញ្ញាសានេះខ្លាំងមែនទែនសភៅវិញ្ញាសានេះល្អសំខាន់មានវីដេអូបញ្យលលំអិតគ្រប់ពាក្យគ្រប់សំណួរទាំងអស់ហ្មងហើយវិញ្ញាសាចេញសារក្រោយនេះក៏ក្រាស់ដែរ20វិញ្ញាសាស្មើ800សំណួរមានវីដេអូបញ្យលលំអិតគ្រប់ទាំងអស់ហ្មងបើសិនជាសិស្សទាំងគ្នានៅឆ្ងាយពីសាលារៀនឬក៏លក្ខខណ្ឌការងាររបស់សិស្សទាំងគ្នាអត់អាចកំណត់ឲ្យសិស្សទាំងគ្នាទៅរៀននៅសាលាបានណាសិស្សទាំងគ្នាគ្រាន់តែទិញកញ្ចប់វិញ្ញាសាលោកគ្រូយកទៅសិក្សាដោយខ្លួនឯងនៅផ្ទះបានសិស្សទាំងគ្នាដឹងទេកាលពីវគ្គមុនណាមានកូនសិស្សលោកគ្រូដែលគ្រាន់តែទិញវិញ្ញាសាសិក្សាអមជាមួយវីដេអូហ្នឹងណាពួកគាត់ទទួលបានបន្ទុកខ្ពស់ខ្លាំងមែនទែនអ្នកខ្លះគ្រាន់តែទិញវិញ្ញាសាយកទៅរៀនទេអ្នកខ្លះបើគាត់មានលទ្ធភាពទៅគាត់រៀនតាម Zoom បង់ថ្លៃសិក្សាពេញជាសិស្សផ្លូវការលោកគ្រូទៅប៉ុន្តែបើសិនជាយើងអត់ចង់ចំណាយច្រើនយើង introvert យើងចូលចិត្តរៀនបែបស្ងប់ស្ងាត់ម្នាក់ឯងក៏ចប់សិក្សាគ្រាន់តែទិញវិញ្ញាសានេះគឺស័ក្តិសមខ្លាំងបំផុតសម្រាប់សិស្សទាំងគ្នាហើយតម្លៃអត់ថ្លៃសិស្សទាំងនេះអាចពិនិត្យមើលក្នុង comment បានណាស្រូតយកទៅរៀនទៅជឿលោកគ្រូនោះថ្ងៃទៅប្រឡងសិស្សទាំងគ្នានឹងមានទំនុកចិត្តខ្ពស់ក្នុងការទៅប្រឡងជាប់បាទព័ត៌មានបន្ថែមចុចលើ link Telegram ខាងលើហ្នឹងសម្រាប់ការបញ្ជាទិញកញ្ចប់សិក្សាហ្នឹងបាទអរគុណ